សួស្តីបងប្អូនអ្នកគ្នាស្វាគមន៍សាជាថ្មីជាមួយនឹងវីដេអូសម្រាប់រឿងបល្ល័ង្កស្រែកដើរភាគទី9លីមីក៏បានធ្វើការបញ្ចេញថាពររបស់នាងវាយទៅកាន់អ៊ីប៉ាយក៏បានយកដាវរងនាងក៏បានដកដាវទៅកាន់អ៊ីប៉ាយផ្សារទៀតតែអ៊ីប៉ាយក៏បានយកដាវរងទៀតទៅមើលទៅនាងដូចជាគ្មានខ្លាំងអីនោះទេអ៊ីប៉ាយក៏បានប្រើដាវរបស់គេនឹងចាប់ជីបចរនាងឲ្យនៅមួយកន្លែងនាងក៏បាននិយាយក្នុងចិត្តពិតជាអស្ចារ្យណាស់លីអៅអាក្មេងនេះពិតជារហ័សមែនមើលទៅឯងនឹងគឺមានជំនាញគួរសមវាពិតជាគួរអាណិតណាស់ដែលឯងនឹងហ៊ានប្រឆាំងជាមួយនឹងយើងទីបញ្ចប់របស់ឯងគឺមានតែមួយគត់ពួកឯងទាំងអស់គ្នាឆាប់ចូលទៅចាប់គេទាំងពីរនាក់នោះមកចាប់ពួកគេទាំងរស់តែហ៊ានម្នាក់ក៏បាននិយាយទៅត្រឹមពួកគេទាំងពីរនាក់ហ្នឹងខ្ញុំម្នាក់ឯងគឺបានហើយគេក៏បានលុតចូលទៅអ៊ីប៉ាយក៏ដាក់មួយដៅឆ្វាច់ធ្វើគេនឹងប៉ាំងទៅក្រោយវិញអ៊ីប៉ាយក៏បានថាទៅមានអំណាចទីទួយសោះហ៊ានធ្វើបាបម្នាក់ទុនខ្សោយផងឯងពិតជាមនុស្សអាក្រក់ពិតមែនចៅហ្វាយក្រុងចំណានក៏បានចូលទៅលើដបូឬហើយក៏បាននិយាយពិភពលោកមួយនេះអ្នកខ្លាំងគឺត្រូវតែស៊ីអ្នកខ្សោយព្រោះវាជាវាសនារបស់អ្នកទុនខ្សោយមានតែការប្រកួតប្រជែងតែប៉ុណ្ណោះទើបអាចរកអ្នកខ្លាំងបានមានតែភាពខ្លាំងតែប៉ុណ្ណោះទើបអាចកំណត់វាសនារបស់ខ្លួនឯងបានពុកសង្ឃឹមថាកូននឹងយល់ពីទុកលំបាករបស់ពុកតែហ៊ានទាំងអស់នេះក៏បានស្រែកទៅស្លាប់គេអ៊ីប៉ាយក៏បានងវាដើមមកឆាច់ប្រកាច់ពេញនឹងតែម្ដងអាវុធរបស់ពួកគេក៏បានធ្លាក់ចុះហើយអ៊ីប៉ាយក៏បានប្រើយុទ្ធសាស្ត្របន្ថែមទៀតទៅលើជើងពួកគេព្រមទាំងកាប់មួយដាវទៅថែមទៀតលីអៅឃើញបែបហ្នឹងក៏លន់មាត់ទៅការគ្រប់គ្រងថាពលដាវអាចគ្រប់គ្រងដាវបានល្អយ៉ាងនេះអាចថាអាឡាត់នេះគឺបានឈានដល់កម្រិតអាណាចក្រទី6ហើយអ៊ីប៉ាយក៏បានងាកមើលឆ្វេងមើលស្ដាំរួចក៏បាននិយាយជាឆ្មាំក្រុងជំនួសឲ្យការប្រយុទ្ធជាមួយនឹងពួកបិសាចបែរជាយកអំណាចមកសម្លុតអ្នកដទៃទៅវិញវាពិតជាគួរឲ្យខ្មាស់គេខ្លាំងណាស់អ៊ីប៉ាយក៏បានចោលទៅពួកគេទៅឥឡូវនេះពួកឯងនៅតែចង់បានត្បូងបិសាចរបស់ខ្ញុំទៀតដែរឬទេលីអៅក៏បានតបទៅឯងគិតថាឯងអាចយកឈ្នះពួកគេបានបង្ហាញថាឯងនឹងគឺអាចខ្លាំងនៅចំពោះមុខខ្ញុំហើយអ៊ីប៉ាយបានក្រវីក្បាលអញ្ចឹងមិនត្រូវមានអ្វីនិយាយទៀតនោះទេចូលមកប្រយុទ្ធគ្នាលីអៅក៏បាននិយាយទៅឈប់សិនខ្ញុំចង់ផ្ដល់ឱកាសឯងម្ដងទៀតខ្ញុំគឺជាចៅហ្វាយក្រុងនៅពេលអនាគតដរាបណាឯងព្រមធ្វើតាមខ្ញុំនោះខ្ញុំសន្យាថាឯងនឹងគឺអាចញ៉ាំអាហារឆ្ងាញ់ៗនិងមានស្រាល្អៗផឹកចាប់ពីពេលនេះតទៅរួមទាំងនារីស្អាតៗផងដែរអ៊ីប៉ាយចរិតរបស់ឯងនេះគឺអាក្រក់ខ្លាំងណាស់ទោះបីជាឯងខ្លាចជាអ្នកដើរតាមខ្ញុំក៏ដោយខ្ញុំក៏នៅតែមើលស្រឡាញ់ដែរលីអៅបានខឹងយ៉ាងខ្លាំងរហូតក៏បានសម្ដៅរត់ចូលទៅគេក៏បានបញ្ចេញនូវស្នៀតដាវរបស់គេកាប់ទៅកាន់អ៊ីប៉ាយជាច្រើនកំបិតតែអ៊ីប៉ាយក៏នៅតែបន្តកិច្ចបានកូនចៅរបស់គេក៏បានស្រែកទៅអស្ចារ្យពិតជាស័ក្តិសមកូនច្បងរបស់ម្ចាស់ក្រុងមែនល្អិតលើកនេះឯងស្លាប់ហើយលីអៅក៏បានសើចទៅល្អិតឯងស្ដាយក្រោយនៅពេលនេះគឺវាយឺតពេលហើយគេក៏បានកាប់ជាច្រើនដាវទៅទៀតប៉ុន្តែមិនត្រូវអ៊ីប៉ាយនោះទេខ្ទេចតែដំបូលផ្ទះតែប៉ុណ្ណោះអ៊ីប៉ាយក៏បានបោះដីហើយចេញបន្តិចទៅតើនេះគឺជាកម្លាំងរបស់ឯងតើមែនអត់ធ្វើឲ្យខ្ញុំនេះខកចិត្តខ្លាំងណាស់លីអៅឮបែបហ្នឹងក៏បានខឹងយ៉ាងខ្លាំងរួចបានបញ្ចេញថាពោយ៉ាងសន្ធោសន្ធៅអ៊ីប៉ាយក៏បាននិយាយនេះពិតជាគួរឲ្យចាប់អារម្មណ៍បន្តិចប៉ុន្តែវានៅតែខ្សោយអ៊ីប៉ាយក៏បានបញ្ចេញថាពោរបស់ខ្លួនឲ្យជាសត្វវិសាចមួយលោតទៅបំបែកជាមួយនឹងយុទ្ធសាស្ត្ររបស់លីអៅធ្វើឲ្យលីអៅក៏បានធ្លាក់មកក្រោមវិញសត្វខ្លាក៏នៅតែបន្តធ្វើការវាយប្រហារហើយគេក៏បានភ័យយ៉ាងខ្លាំងអ៊ីប៉ាយក៏បានយកដាវនឹងភ្ជង់កគេទៅឯងលើកក្រោយកុំក្អិតក្តមអីនៅលើពិភពលោកមួយនេះគឺមានមនុស្សច្រើនណាស់ដែលខ្លាំងជាងឯងនោះឆាប់ចេញទៅគេក៏បានរត់ចាក់ចេញពីទីនេះដោយនិយាយថាពិតជាមិនគួរឲ្យជឿសោះថាខ្ញុំពិតជាចាញ់អាឡិតនេះមែនខ្ញុំនឹងធ្វើឲ្យឯងមិនអាចចាក់ចេញពីទីក្រុងចិនណានេះបានអ៊ីប៉ាយក៏បានដោះជីបចោលឲ្យលីមីវិញទៅហើយនាងក៏បាននិយាយលោកគួរតែចាក់ចេញពីទីក្រុងចិនណានេះឲ្យឆាប់តាមដែលអាចធ្វើទៅបានបើមិនដូច្នេះនោះទេលោកគឺមិនអាចចាក់ចេញបាននោះទេឆាវបងប្រុសពិតជាបកែណាខ្ញុំខ្លាចថាបងនោះគឺឈានដល់កម្រិតដើរស្នាច់ហើយអ៊ីប៉ាយក៏បានយកដៃឯក្បាលនាងទៅមិននឹកស្មានថានាងនៅក្មេងបែបនេះបែរជាដឹងច្រើនសោះស៊ីវ៉ាយក៏បានសួរនាងចេះខ្មាច់ដែរហេខ្ញុំដឹងតែបន្តិចតែប៉ុណ្ណោះបងប្រុសខ្ញុំគឺមិនអាចប្រៀបធៀបជាមួយនឹងបងបានទេត្រូវហើយតែយើងគួរធ្វើអ្វីចំពោះគាត់ទៅអ៊ីប៉ាយក៏បាននិយាយទៅគេក៏ជាកូនរបស់ចៅហ្វាយក្រុងដែរប៉ុន្តែកម្លាតរបស់គេទាំងពីរនាក់នេះគឺពិតជាធំណាស់យើងគឺមិនអាចទុកគេចោលនៅទីនេះម្នាក់ឯងបានទេអ៊ីប៉ាយក៏បានអ៊ីវគេយកទៅផ្ទះសំណាក់ជាមួយគ្នាវិញមួយសន្ទុះក្រោយមកលីខងក៏បានដឹងខ្លួននាងល្អិតក៏បាននិយាយទៅគេភ្ញាក់ហើយឯងគឺបានជួយសង្គ្រោះខ្ញុំនាងល្អិតក៏បានឆ្លើយទៅត្រូវហើយបើសិនបើជាមិនមែនបងប្រុសខ្ញុំជួយលោកទេលោកត្រូវបានសម្លាប់ដោយមនុស្សអាក្រក់នោះហើយអ៊ីប៉ាយក៏បានសួរទៅតែឯងនឹងមានអារម្មណ៍យ៉ាងម៉េចដែរពេលនេះលីខងក៏បានក្រោកពីក្រែឬហើយក៏បាននិយាយទៅខ្ញុំមិនត្រូវការសេចក្តីសប្បុរសខ្លាំងៗរបស់ពួកឯងនោះទេគេក៏បានដើរចាក់ចេញទៅនាងល្អិតក៏បាននិយាយទៅហេតុអ្វីបានជាគេគឺជាមនុស្សបែបនេះមិននិយាយពីអរគុណហើយថែមទាំងសម្ដីអាក្រក់ទៀតពិតជាគួរឲ្យខឹងខ្លាំងណាស់សមជាមនុស្សប្រុសដែរឬទេអ៊ីប៉ាយដើរទៅបិទទ្វារហើយក៏បានតបទៅនាងទៅកុំខឹងអីយើងបានធ្វើអ្វីដែលយើងត្រូវធ្វើហើយគ្រាន់តែមានម្នាក់សការច្បាស់លាស់ទៅក៏បានហើយបងប្រុសបងពិតជាមានចិត្តល្អមែនអ៊ីប៉ាយក៏បានឲ្យនាងនឹងឈប់និយាយទៅថ្ងៃស្អែកពួកយើងនឹងទៅសំណាក់ចិនណានដើម្បីទាមទាររង្វាន់បន្ទាប់មកពួកយើងនឹងចូលទៅកាន់រាជវាំងហើយនាងគឺមានកម្រងទៅតាមខ្ញុំដែរឬអត់ប៉ុន្តែប្រកាសជាតាមហើយខ្ញុំគឺបារម្ភពីបងនៅតាមផ្លូវម្នាក់ឯងចុះបើមានបិសាចដេញតាមបងទៀតនោះអ៊ីប៉ាយសើចបន្តិចតែឯងកំពុងនិយាយអ្វីនឹងតើវាអាចនឹងទៅរួចដល់របៀបណាទៅតើខ្ញុំនឹងត្រូវការនាងដដែលការពារខ្ញុំដែរ
ដែរឬទេ យ៉ាងណាគឺខ្ញុំបានសម្រេចចិត្តទៅហើយបងទៅណាគឺខ្ញុំទៅនឹងដែរនាងទៅសម្រាប់ទៅខ្ញុំវឹកហាត់បន្តិចសិននិយាយរួចគេក៏ចាប់ផ្ដើមវឹកហាត់នាងឥតក៏បានគិតទៅបងប្រុសពិតជាមានជំនាញខ្លាំងមែនតែមួយផ្លែតសោះមានថាពលវិញ្ញាណប្រមូលផ្ដុំយ៉ាងច្រើនដូច្នេះគឺខ្ញុំមិនអាចខ្ជិលវឹកហាត់ទៀតនោះទេយើងឃើញថាសាច់រឿងក៏បានឈានដល់ទីបញ្ចប់ជាចុងក្រោយបើសិនជាមានភាពពេចលើសលួខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នានៅឱកាសក្រោយ